សួស្តីប្រិយមិត្តទាំងអស់គ្នាត្រឡប់មកវិញហើយតាមសន្យាជាមួយនឹងនីតិថ្មីថ្ងៃនេះខ្ញុំនឹងពំនាំយករឿងមួយដ៏រន្ធត់មកចែកជូនបងប្អូនទាំងអស់គ្នាសម្រាប់ជាការកម្សាន្តហើយរឿងនេះដែរបានកើតឡើងនៅក្នុងកំឡុងឆ្នាំ1998-99នឹងឯងកាលនោះប្រទេសរបស់យើងអត់ទាន់អភិវឌ្ឍទេហើយក៏អត់មានបណ្ដាញទំនាក់ទំនងដែរមនុស្សដែលតាក់ទងគ្នាគឺត្រូវប្រើដោយសម្បត្តិអញ្ចឹងមុននឹងយើងចង់ជួបអ្នកណាម្នាក់យើងចង់ឆ្លើយឆ្លងមួយណាម្នាក់ហ្នឹងគឺប្រើដោយសម្បត្តិអត់ទាន់ដោយបច្ចុប្បន្ននេះទេហើយចំនួននោះបើសិនជានៅតាមជនបទវិញបងប្អូនដឹងហើយបើថាឈឺក្តៅខ្លួនគឺប្រើទៅធូរប្រើចេកប្រើគ្រូមន្តអាគមប្រើអ្នកជួរូបប្រើអ្នកតាអីចឹងទៅប៉ុន្តែពាក់ព័ន្ធទៅលើវិទ្យាសាស្ត្រវិញក៏មានខ្លះដែរតែភាគច្រើនអ្នកស្រុកអ្នកភូមិគេអត់សូវជឿបើចាប់ផ្ដើមពីមានមនុស្សឈឺខ្លាំងក្រឹបគេគ្មានអីនិយាយការវិញឯងមើលខុសអានេះដឹងតែមើលមកខុសអានោះដឹងឬក៏ដបោកអីចឹងអុចធូបអុចទៀនអីចឹងទៅសែនបែបនកាច់កតូងកាច់អីដាក់ទំនឹបដាក់បាយដាក់បាយសីដាក់អីចឹងទៅណាហើយនៅក្នុងភូមិស្រុកគឺមានដើមពោមួយដើមហើយដើមពោហ្នឹងគឺជាកន្លែងដែលគេយកទៅបែបនកន្លែងដែលគេដាក់សំណែនសែនគេជំនឿថាអ្នកតាហ្នឹងនៅរក្សាដើមពោហ្នឹងព្រោះថាភាគច្រើនហ្នឹងពេលយប់ប្រលប់អីហ្នឹងគេច្រើនតែឃើញភ្លើងហោះចេញចូលនៅក្នុងដើមពោហ្នឹងឯងហើយផ្លូវដែលទៅកាន់ដើមពោហ្នឹងមានទួលមួយកន្លែងទួលហ្នឹងគឺជាកន្លែងដែលខ្មែរក្រហមឬពលពតហ្នឹងពីមុនមកយកមនុស្សទៅវាយសម្លាប់ចោលព្រោះតំបន់ជុំវិញហ្នឹងសិតតែវាស្រែបងប្អូនអញ្ចឹងហើយមានតែទួលហ្នឹងមួយទេគេវាយហើយគេសម្លាប់គេកប់ចោលអញ្ចឹងហើយបងប្អូនយើងទៅកាយឃើញឆ្អឹងច្រើនណានៅពេលដែលគាត់ព្យួររស់ដើម្បីធ្វើជាចំការធ្វើជាអីអញ្ចឹងបងប្អូនអាទួលហ្នឹងក៏គួរឲ្យខ្លាចដើមពោហ្នឹងក៏គួរឲ្យស្រាវស្រើបអញ្ចឹងហើយនៅមានមនុស្សទៅចងកសម្រាប់ខ្លួននៅទួលនឹងទៀតប៉ុន្តែដើមពោវិញអត់ដែលមានអ្នកណាទៅចងកបែបមកពីវាខ្ពស់ពេកក៏ថាបានអញ្ចឹងខ្ញុំនឹងនិទានរឿងពាក់ព័ន្ធទៅលើទួលនឹងដើមពោនឹងតែម្ដងហើយសម្រាប់រឿងនេះដែរខ្ញុំសូមឲ្យចំណងជើងវាថាដើមពោអ្នកតាបាទជាយូរលង់ណាស់មកហើយមានដើមពោមួយដើមហើយនឹងទួលមួយដែលនៅក្នុងភូមិស្រុកនៅក្នុងតំបន់មួយដាច់ស្រយាលដែរអញ្ចឹងហើយប្រជាពលរដ្ឋរបស់យើងនៅក្នុងតំបន់តែងតែបែបបន់ឬក៏បន់ស្រន់សុំទឹកភ្លៀងឬក៏សុំសេចក្តីសុខជូនអ្នកស្រុកអ្នកភូមិហើយយប់ថ្ងៃមួយមានមនុស្សមួយក្រុមមានគ្នា4នាក់ពួកគេនាំគ្នាទៅឆ្លោះសัตว์ហើយឆ្លោះកែបឆ្លោះអីចឹងទៅដូចសពម្ដងអញ្ចឹងហើយអ្នកទាំង4នាក់ហ្នឹងមានមនុស្ស2នាក់ក្នុងចំណោមនោះជាតួឯកហើយម្នាក់ទី1ឈ្មោះថារិទ្ធីហើយអ្នកទី2ឈ្មោះភក្តីរិទ្ធីនិងភក្តីស្និទ្ធស្នាលគ្នាហើយជាមនុស្សដែលបាញ់ជាពីមត្រង់ជាគេក្នុងក្រុមទាំង4នាក់ពួកគេបបួលគ្នាទៅឆ្លោះសัตว์ហើយទីតាំងដែលគេឆ្លោះគ្មានអីឆ្ងាយពីដើមពោដែលយើងបានដំណើរពីខាងដើមទេគឺជាកន្លែងដែលស័ក្តិសិទ្ធិរបស់អ្នកភូមិអញ្ចឹងទៅប៉ុន្តែវាក៏ជាកន្លែងមួយដែលសម្បូរកង្កែបសម្បូរសัตว์ដូចជាកុកដូចអីវាទៅដេកយប់ឡើងបងប្អូនធ្វើដំណើរបានមួយសន្ទុះធំហ្នឹងពួកគេក៏ទៅដល់ទួលដែលយើងបាននិទាននឹងឯងជាទីតាំងមួយដែលបងប្អូនបានស្ដាប់ពីខាងដើមថាមានមនុស្សទៅចងកសម្រាប់ខ្លួនហើយនឹងសាកសពជាច្រើនឆ្អឹងឆ្អែងដែលគេបានកាយរកឃើញនៅពីចំនួនពលពតអីហ្នឹងគ្រាន់តែធ្វើដំណើរទៅដល់ទីតាំងទួលនោះភ្លាមពួកគេចាប់ផ្ដើមបះរោមចាប់ដើមមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងអាកាសធាតុចាប់ដើមត្រជាក់ខ្យល់ចាប់ផ្ដើមធ្លាក់មករវើយសំឡេងចម្លែកចាប់ផ្ដើមបន្លឺឡើងគ្រាន់តែឮសំឡេងបែបនេះភ្លាមពួកគេទាំង4នាក់ចាប់ផ្ដើមមើលមុខគ្នារិទ្ធីក៏ចាប់ផ្ដើមនិយាយថាពួកឯងមានឮសំឡេងអ្វីអត់មានម្នាក់នៅក្នុងចំណោមក៏ចាប់ដៃរិទ្ធីហើយកន្ត្រាក់ដៃរិទ្ធីតិចរិទ្ធីក៏ដឹងភ្លាមថាសំឡេងទាំងអស់នេះច្បាស់ជាមនុស្សទាំង4នាក់ឮដូចគ្នារិទ្ធីក៏មិនមាត់ហើយបន្តដំណើរទៅមុខទៀតគ្រាន់តែដើរផុតពីទួលនោះភ្លាមរិទ្ធីចាប់ផ្ដើមនិយាយថាតើពួកឯងទាំង4នាក់អំបញ្ញមិញមានឮសំឡេងអីដូចឯងអត់អ្នកទាំង4ក៏បាននិយាយថាឮច្បាស់ពេញទៅជាតែម្ដងតើនោះជាសំឡេងអ្វីសំឡេងនោះមិនមែនជាសំឡេងធម្មតាទេអញ្ចឹងយើងគួរតែរត់រះទៅឲ្យផុតពីហ្នឹងទៅធ្វើដំណើរទៅមុខបន្តិចទៀតពួកគេក៏ដល់ទីតាំងរបស់ដើមពោហ្នឹងហើយបងប្អូនកន្លែងនេះខ្ញុំសូមបញ្ជាក់តិចដើមពោដែលបងប្អូនប្រជាពលរដ្ឋគាត់បែបន់ឲ្យគាត់អាសាឃើញភ្លើងអ្នកតាភ្លើងអីហ្នឹងឬក៏ភ្លើងព្រាយភ្លើងអីហ្នឹងបងប្អូនដើមពោហ្នឹងអត់លងបន្លាចប្រជាពលរដ្ឋឬអ្នកភូមិអ្នកស្រុកទេនិយាយទៅគឺជាកន្លែងមួយដែលស័ក្តិសិទ្ធិមួយអញ្ចឹងហើយប្រជាពលរដ្ឋទៅឲ្យទៅដល់ម្ដុំហ្នឹងគេអត់ខ្លាចទេគ្រាន់តែទៅដល់ទីតាំងដើមពោនោះភ្លាមអ្នកទាំង4នាក់ហ្នឹងក៏ចាប់ដើមលុតជង្គង់ហើយលើកដៃសំពះបែបន់សូមឲ្យអ្នកតាជួយថែរក្សាធ្វើម៉េចកុំឲ្យមានអ្វីចម្លែកហ្នឹងមកលងបន្លាចក្រោយពីបន់ស្រន់រួចរាល់ពួកគេក៏ចែកគ្នាមួយក្រុម2នាក់ដើម្បីចេញទៅរកកង្កែប
នឹងរកសัตว์ផ្សេងៗដើម្បីធ្វើជាម្ហូបឯមកក្រុម2នាក់នោះរទ្ធីនិងភក្តីគឺនៅជាមួយគ្នាហើយ2នាក់ទៀតខ្ញុំអត់បានណែនាំឈ្មោះទេព្រោះដោយសារតែ2នាក់ទៀតហ្នឹងគាត់អត់មានជួបរឿងសំខាន់អញ្ចឹងសូមបន្តរឿងយើងដូចតទៅដើរបានយូរបន្តិចរទ្ធីនិងភក្តីក៏ជជែកគ្នាលេងរទ្ធីបាននិយាយថាណែភក្តីខ្ញុំថ្ងៃនេះមានអារម្មណ៍ថាដូចជាមិនសូវស្រួលមិនទេពិសេសនៅពេលដែលយើងឆ្លងកន្លែងទួលឬសំឡេងអ្វីមួយហាក់បីដូចជាព្រឺព្រួចមែនតើភក្តីក៏បានតបថាមិនអីទេធម្មតាទេយើងដើរជប់ប្រលប់ទៅតែមានជួបនេះនោះខ្លះហើយកុំឲ្យយើងទៅរំលោភបំពានលើគេទៅបានហើយនិយាយមិនទាន់ចប់ស្រួលបួលផងស្រាប់តែមានសំឡេងមនុស្សស្រីម្នាក់សើចពួកគេគ្រាន់តែឮសំឡេងបែបនេះភ្លាមនាំគ្នាមើលមុខគ្នាហើយក៏កាន់ដៃគ្នាជាប់ហើយសួរគ្នាថាឯងមានឮសំឡេងអីអត់រទ្ធីសួរភក្តីក៏ឆ្លើយថាឮសំឡេងនេះហើយអ្នកណាគេមកសើចអីក្បែរនឹងថ្មហ្នឹងយប់ម៉ោង11យប់ហើយហ្នឹងគ្រាន់តែឮសំឡេងមនុស្សស្រីសើចបែបហ្នឹងភ្លាមរទ្ធីនិងភក្តីចាប់ផ្ដើមមើលជុំវិញខ្លួនប៉ុន្តែរកមិនឃើញស្រមោលអ្នកណាម្នាក់នៅជិតហ្នឹងទេដែលពួកគេគិតថាក្រែងលោមានមនុស្សមកចាំស្រែចាំភ្លឺនៅក្បែរហ្នឹងក៏ថាបានព្រោះនៅទីតាំងហ្នឹងវាមានព្រៃរបៀបព្រៃអូយ៉ាស់ព្រៃនៅក្បែរហ្នឹងអញ្ចឹងហើយមើលអត់ឃើញទេពួកគេគិតថាអាចជួនកាលមានមនុស្សមកចាំស្រែចាំអីចាំកណ្ដុរចាំអីអញ្ចឹងបងប្អូនព្រោះពេលរដូវហ្នឹងគឺជារដូវច្រូតអញ្ចឹងហើយគេដាក់ដុំឆក់អាគុយឆក់អីជុំវិញស្រែអញ្ចឹងទៅដើម្បីការពារកណ្ដុរចូលកាត់ស្រូវពួកគេក៏បន្តដំណើរឆ្លុះរកកង្កែបធម្មតាទៀតដោយសម្លឹងមើលជុំវិញខ្លួនរកកង្កែបយូរទៅក៏ឃើញកង្កែបមួយបងប្អូនកង្កែបនេះធំចម្លែកអញ្ចឹងសូមបញ្ជាក់កន្លែងនេះបងប្អូនកង្កែបហ្នឹងមួយអត់ក្រោម5 6គីឡូទៅ10គីឡូទេមានន័យថាកង្កែបហ្នឹងវាធំប៉ុន្តែដោយសារតែពួកគាត់អត់ដែរជួបគាត់នឹកថាប្រហែលជាកង្កែបបឹងកង្កែបក្រាំងអីអញ្ចឹងឮចាស់ពីដើមនិយាយថាកង្កែបធំអញ្ចឹងណាពួកគាត់អត់គិតថាវាជារឿងចម្លែកអីទេពួកគាត់ក៏នាំគ្នាតាមកទ្រុបកង្កែបហ្នឹងតាមចាប់ពីមួយស្រែទៅមួយស្រែរហូតដល់កំពតព្រៃមួយពួកគេក៏បាត់កង្កែបនឹងអត់ឃើញបងប្អូននៅកន្លែងនេះដែរវាចម្លែកតង់ថាកពតព្រៃមិនដល់កន្លះម៉ែត្រ4ជ្រុងទេប៉ុន្តែកង្កែបមួយ 4-5 គីឡូចូលទៅសាប់ទឹកបាត់អត់ឃើញកង្កែបនឹងទៀតពួកគេចាប់ដើមមើលមុខគ្នារុនក៏មិនមានកុហកក៏មិនមានតើបាត់កង្កែបទៅណាពួកគេសួរគ្នាក្រោយពីសម្លឹងរកជុំវិញខ្លួនក៏ឃើញកង្កែបនឹងនៅគៀនកពតព្រៃម្ខាងទៀតពួកគេក៏សំដៅទៅរកកង្កែបនោះហើយនាំគ្នាលោតកន្ទ្រប់ទាំងពីរនាក់តែម្ដងប៉ុន្តែជាអកុសលក៏ទ្រពទៅមានចំកែបណាបែរជាចំជើងមនុស្សម្នាក់ទៅវិញជើងសស្លេកអត់មានពាក់ស្បែកជើងទេពួកគេក៏ចាប់ដើមសម្លឹងពីក្រោមឡើងទៅលើព្រះហើយជាមុខមនុស្សម្នាក់ឡើងស្លេកគ្មានឈាមនៅនឹងមុខទេគ្រាន់តែឃើញបែបនេះភ្លាមពួកគេចាប់ដើមប្រាស់រត់ត្រឡប់ទៅក្រោយវិញដោយមិនដឹងថាខ្លួនឯងកំពុងរត់ទៅខាងណាទេពួកគេទាំងពីរនាក់ក៏ចាប់ដើមស្រែកហៅគេជួយហើយសំឡេងចម្លែកមួយក៏ចាប់ដើមបន្លឺឡើងពួកគេរត់បានឆ្ងាយហើយក៏ប៉ុន្តែនៅតែឮសំឡេងសម្រាប់ជើងមនុស្សរត់តាមពីក្រោយគេក៏កិតគេរហូតអាពងតែមានមនុស្សដេញបន្លាចពីក្រោយហើយវាឆ្លៀតចៃដន្យអីពេលនោះនៅមានខ្យល់ហើយភ្លៀងមកទៀតរត់បានឆ្ងាយបន្តិចពួកគេក៏អង្គុយចុះហើយជជែកគ្នាណែភក្តីឯងមិនឃើញដូចយើងអត់មិញហ្នឹងតើម្នាក់នោះជាមនុស្សឬក៏ជាខ្មោចភក្តីក៏តបថាមានមនុស្សឯណាមកនៅឈរត្រឹងកន្លែងយើងចាប់កង្កែបតែមុនហ្នឹងយើងអត់មានឃើញអ្នកណាសោះហ្នឹងហើយម្យ៉ាងយើងមកតាំងពីប្រលប់មានរឿងប្លែកអត់ដូចរាល់ដងទេហើយចុះគ្នាយើងពីរនាក់ទៀតឥឡូវគេទៅណាយើងស្រែកស្ទើរបែកកំពង់កមិនក៏អត់ឃើញពួកគេមករកយើងអញ្ចឹងនេះខ្ញុំបញ្ជាក់កន្លែងនេះបន្តិចបងប្អូនគឺពីរនាក់ហ្នឹងគឺបែកផ្លូវគ្នាទៅរកកែបអញ្ចឹងហើយនៅពេលដែលឧទាហរណ៍ថាមានខ្មោចលោមានអញ្ចឹងបងប្អូនស្រែកហៅគេអត់ឮទេអត់មានអ្នកណាឮអត់មានអីទេហាក់បីដូចយើងនៅភពផ្សេងគ្នាអញ្ចឹងគ្រាន់តែនិយាយឲ្យភ្លាមពួកគេក៏ចាប់ដើមឮសំឡេងប្លែកមកទៀតដែរគ្រាន់តែឮសំឡេងបែបនេះភ្លាមអ្នកទាំងពីរបានងាកទៅក្រោយក៏ឃើញមនុស្សស្រីម្នាក់កំពុងឈរសម្លក់មកអ្នកទាំងពីរភ្នែកប៉ិនប្រមន់ហាក់បីដូចគុំស្អប់តាំងពីកាលណាមកអញ្ចឹងគ្រាន់តែឃើញអញ្ចឹងភ្លាមអ្នកទាំងពីរក៏លុតជង្គង់ចុះហើយថ្វាយបង្គំថាខ្ញុំខ្លាចហើយមួយសន្ទុះក្រោយមកមិត្តភក្តិទាំងពីរក៏ដើរមកដល់ក៏ស្រែកសួរអ្នកទាំងពីរថាអាពីរនាក់ឯងកំពុងស្ពះអីគេហ្នឹង
ដោយរដ្ឋីនឹងភក្តីម៉ោងនេះលែងស្ដាប់ឮអ្នកណានិយាយអីទៀតហើយគឺគិតតែថ្វាយអង្គមយកនឹងឯងបងប្អូនកន្លែងនេះដែរគឺចង់សម្ដៅលើថាភក្តីហើយនឹងរដ្ឋីគាត់បាក់ស្បាតហើយមានន័យថាគាត់វិញ្ញាណរបស់គាត់ចេញពីខ្លួនហើយមានន័យថាត្រូវគេបន្លាចខ្លាចដល់ដំណាក់កាលចុងក្រោយហើយវាអាចនឹងឈានដល់បាត់បង់ជីវិតទៀតបងប្អូនកន្លែងចំណុចនេះចាស់ពីដើមគេថាឈឺជ្រូសក់នឹងឯងនៅពេលដែលអ្នកទាំងពីរឃើញសភាពបែបនេះភ្លាមអ្នកទាំងពីរដែលមកក្រោយនោះក៏ចាប់ផ្ដើមគ្រារដ្ឋីនិងភក្តីនោះងើបឡើងហើយអ្នកទាំងពីរត្រឡប់ទៅផ្ទះវិញដោយពេលនេះរដ្ឋីនិងភក្តីលែងដឹងខ្លួនហើយគឺរវើរវាយគិតថាខ្ញុំខ្លាចហើយនិយាយតែពាក្យប៉ុណ្ណឹងអ្នកទាំងពីរឆ្ងល់ថាតើអ្នកទាំងពីរនឹងបានជួបរឿងអីភក្តីនិងរដ្ឋីនេះនៅពេលដែលអ្នកទាំង4ត្រឡប់មកផ្ទះវិញអ្នកទាំង4ក៏មិនភ្លេចទៅថ្វាយបង្គំលានៅកន្លែងដើមពោធិ៍ដែរមិនទាន់ទាំងថ្វាយបង្គំលាអ្នកតាស្រួលបួលផងក៏ចាប់ផ្ដើមឃើញមនុស្សស្រីម្នាក់មកឈរសម្លក់អ្នកទាំង4ម្ដងនេះគឺឃើញទាំង4អ្នកតែម្ដងរដ្ឋីនិងភក្តីចាប់ផ្ដើមលុតជង្គង់សំពះដូចដើមទៀតហើយគឺខ្ញុំខ្លាចហើយឯអ្នកទាំងពីរថ្មីដែលទើបតែមកដល់នោះក៏ចាប់ផ្ដើមស្រែកថាឯងជាណាគេគ្រាន់តែឃើញរូបភាពអញ្ចឹងភ្លាមអាកាសធាតុចាប់ផ្ដើមប្រែប្រួលហ្នឹងហើយបងប្អូនកន្លែងនេះខ្ញុំឆ្ងល់រឿងមួយខ្ញុំឆ្ងល់ដូចជាបងប្អូនឆ្ងល់ដែរហ្នឹងគឺឲ្យតែចាប់ផ្ដើមមានហេតុភេទអីចម្លែកគឺខ្យល់ហើយនឹងព្យុះអីហ្នឹងឬក៏ន្ទះភ្នែកអន្ទោលឬក៏ភ្លៀងហ្នឹងគឺសហការគ្នាបានល្អតែម្ដងគឺធ្វើឲ្យសភាពការទាំងមូលព្រឺព្រួចដល់អ្វីព្រៀបផ្ទឹមបំបានរំពេចភ្លាមនោះក៏មានមនុស្សប្រុសម្នាក់ចងក្បិនកណាត់ក្រហមហើយជូតក្បាលកណាត់ក្រហមទៀតផងដើរចេញពីដើមពោធិ៍ដោយចង្អុលទៅកាន់ខ្មោចស្រីម្នាក់នោះថាឯងហ៊ានម៉េះមកនៅក្នុងទឹកដីអញគ្រាន់តែនិយាយប៉ុណ្្នឹងភ្លាមខ្មោចស្រីនោះក៏លាយបាត់ទៅគ្រាន់តែឃើញខ្មោចស្រីនោះលាយបាត់អ្នកទាំង4ក៏ចាប់ផ្ដើមទៅថ្វាយបង្គំអរគុណអ្នកតាក៏រលាយបាត់ចូលទៅក្នុងដើមពោធិ៍វិញហើយអ្នកទាំង4ក៏ធ្វើដំណើរត្រឡប់មកផ្ទះវិញប៉ុន្តែរឿងមិនទាន់ចប់ទេនៅពេលដែលត្រឡប់មកផ្ទះវិញបងប្អូនគឺជួបនឹងទួលមួយដែលហៅថាទួលកប់ខ្មោចនោះឯងគ្រាន់តែធ្វើដំណើរមកដល់ទីតាំងទួលនឹងភ្លាមបរិយាកាសទាំងមូលចាប់ផ្ដើមផ្លាស់ប្ដូរទៀតដែរពួកគេចាប់ផ្ដើមឮសំឡេងមនុស្សស្រីម្នាក់សើចលក្ខណៈដូចជាសើចចំអឲ្យមនុស្សទាំង4នាក់អញ្ចឹងដូចជារឿងកំប្លែងអីមួយអញ្ចឹងគ្រាន់តែឮសំឡេងបែបនេះភ្លាមពួកគេដឹងតែរឿងនេះមិនស្រួលហើយពួកគេក៏ចាប់ផ្ដើមរត់ម្ដងនេះគ្មានអ្នកណាគ្រាអ្នកណាទៀតទេគឺរត់យកប្រាសអាយុរៀងខ្លួនរត់បណ្ដាងាកក្រោយបណ្ដាក៏ឃើញមនុស្សម្នាក់កំពុងចងកនៅលើដើមឈើបានពួកគេដឹងថាអូនេះខ្មោចលងច្បាស់ហើយពួកគេក៏រត់សម្ដៅនាំគ្នាទៅផ្ទះគ្រាន់តែទៅដល់ផ្ទះភ្លាមអ្នកទាំង4នាក់ក៏ចាប់ផ្ដើមឈឺជ្រុះសក់តែជាអកុសលក្នុងចំណោម4នាក់ក៏មានមនុស្សម្នាក់ស្លាប់ម្នាក់នោះគឺឈ្មោះភក្តីបានស្លាប់ក្រោយពេល7ថ្ងៃបន្ទាប់ពីជួបហេតុការណ៍នេះហ្នឹងហើយបងប្អូនក្នុងចំណុចនេះបងប្អូនប្រហែលឆ្ងល់ថាចុះមិនក៏អ្នកតាពីដើមដែលឃើញជួយនៅកន្លែងដើមពោធិ៍មិនក៏មិនមកជួយទៀតបងប្អូនកន្លែងចំណុចនេះអ្នកតាលោកនៅកន្លែងណាគឺនៅតែកន្លែងហ្នឹងទេលោកអត់អាចមកនៅបានគ្រប់ទីកន្លែងបានតាមជួយមនុស្សលោកអីបានទេអញ្ចឹងបើសិនជាកន្លែងណាគេអុជធូបគេសែនព្រានគាត់អញ្ចឹងសិលរបស់គាត់ឬក៏ធម៌របស់គាត់ហ្នឹងឥទ្ធិពលរបស់គាត់ហ្នឹងគឺមានតែនៅក្នុងចំណុចទីតាំងរបស់គាត់ហ្នឹងទេចាប់តាំងពីមានមនុស្សស្លាប់ចឹងមកអ្នកភូមិអ្នកស្រុកចាប់ផ្ដើមខ្លាចហើយនឹងប្រាប់តគ្នាថាអត់ឲ្យមានអ្នកណាទៅរកអីនៅក្នុងតំបន់របស់ដើមពោធិ៍ឬក៏ទួលកប់ខ្មោចនោះទេព្រោះខ្មោចនៅតំបន់ហ្នឹងគឺកាចសាហាវណាស់អញ្ចឹងហើយតាំងពីនោះមកអត់មានអ្នកណាហ៊ានចេញយប់ប្រលប់ដើម្បីទៅរកសត្វឬអីនៅក្នុងតំបន់នោះទេបាទអរគុណបងប្អូនទាំងអស់គ្នារឿងនេះដែរក៏បានចូលដល់ទីបញ្ចប់ហើយរឿងនេះដែរគឺខ្ញុំដកស្រង់ពីបាទអ៊ំប្រុសម្នាក់គាត់បាននិទានឲ្យខ្ញុំស្ដាប់រឿងនេះនិយាយប្រាប់ខ្ញុំយូរហើយតែខ្ញុំអត់ដែលមានឱកាសយកមកបង្ហាញជូនពុកម៉ែបងប្អូនឲ្យបានជាស្ដាប់អញ្ចឹងលើកនេះមានឱកាសអញ្ចឹងហើយសូមបងប្អូនជួយ like និងចុច subscribe ផងបាទអរគុណសូមគោរពលា